ប្រហែលថ្ងៃហ្នឹងគឺមានការ trending មែនតើតើតនឹងការធ្វើ sticker shoot នៅក្នុង Facebook ឬក៏នៅលើ platform TikTok អីចឹងទៅអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញតើតនឹងការធ្វើវាទាំងអស់គ្នាសម្រាប់ការធ្វើ sticker ដែលគេកំពុងពេញនិយមសម្រាប់ថ្ងៃនេះគឺដំបូងគឺយើងត្រូវមានកម្មវិធី app ChatGPT អញ្ចឹងបើសិនជាអ្នកនរគ្នាអត់ទាន់មានទេអ្នកនរគ្នាអាចចូលទៅ download មិនថា Play Store មិនថា App Store គឺអាច download បានទាំងអស់អញ្ចឹងដោយអ្នកគ្នាឃើញគឺខ្ញុំបាន download សាកល្បងវាធ្វើហើយអញ្ចឹងណាអញ្ចឹងខ្ញុំចុចកន្លែង open នឹងមកបើអ្នកគ្នាចុចចូលដំបូងគឺអ្នកគ្នាត្រូវ log in email របស់អ្នកគ្នាសិនអញ្ចឹងបើសិនអ្នកគ្នាអត់មាន account របស់ ChatGPT ទេអ្នកគ្នាអាច sign in ទៅហើយដោយសារតែខ្ញុំបាន log in ហើយគឺនេះ account របស់ខ្ញុំអញ្ចឹងណាអ្នកគ្នាអញ្ចឹងគឺខ្ញុំអត់ចាំបាច់ត្រូវធ្វើវាម្ដងទៀតទេអញ្ចឹងយើងចូលទៅការធ្វើ sticker shoot វិញអញ្ចឹងដំបូងគឺយើងចូលកន្លែងសញ្ញាលេខបូកនេះមកគឺយើងចូលទៅយករូបភាពរបស់យើងដែលយើងចង់ធ្វើវាអញ្ចឹងទៅអញ្ចឹងគឺខ្ញុំចូលទៅ select រូបអញ្ចឹងខ្ញុំយករូប baby នេះមកបន្ទាប់មកគឺយើងត្រូវសរសេរជា prompt មួយដើម្បីឲ្យវា generate ឲ្យអញ្ចឹងណាខ្ញុំចូលទៅ copy វាមកអញ្ចឹងអ្នកគ្នាអាច copy note នឹងមកខ្ញុំនឹងដាក់នៅក្រោមវីដេអូរបស់ខ្ញុំបន្ទាប់មកយើងចូលមកក្នុង ChatGPT វិញមកយើង pass note នឹងមកគឺយកធ្វើអីទេអ្នកគ្នាតែប៉ុណ្្នឹងមកគឺវាមកហើយអញ្ចឹងបើសិនជាអ្នកគ្នាចេះសរសេរ prompt អ្នកគ្នាអាចសរសេរលេងតាម style ដែលអ្នកគ្នាចង់លេងអញ្ចឹងទៅអញ្ចឹងយើងចាំបន្តិចមកវាកំពុងតែធ្វើរូបនឹងឲ្យយើងបន្ទាប់ពីវាបាន generate ហើយគឺរូបរបស់យើងគឺចេញបែបនេះអ្នកគ្នាអញ្ចឹងគឺយើងគ្រាន់តែ copy paste prompt នឹងទេគឺវាចេញមកដោយដែលខ្ញុំបានបង្ហាញអញ្ចឹងអ្នកគ្នាអាចធ្វើបានគឺអត់គិតលុយទេ free អ្នកគ្នាងាយអ្នកគ្នាក៏អាចធ្វើទៅតាមវិធីសាស្ត្រដែលខ្ញុំបានបង្ហាញនេះអ្នកគ្នានឹងអាចធ្វើវាបានដោយជោគជ័យអញ្ចឹងជួយ comment អ្នកមួយបើសិនអ្នកគ្នាចង់ដឹងអីទៀត